ជាបឋមទានខ្ញុំកណាខ្ញុំសូមក្រំថ្វាយគុំកណាចាស់គ្រប់ព្រះអង្គនិងសូមធ្វើការគោរពចំពោះលោកយាយលោកតាបងប្អូនទាំងអស់ដែលតែងតែទស្សនាខ្សែវីដេអូរបស់ខ្ញុំបកណាខ្ញុំបាទនៅក្នុងថ្ងៃនេះក៏ចូលដល់មេរៀនជាបន្តនៅក្នុងអាជីវៈបរិសុទ្ធសិលអញ្ចឹងកាលពីវីដេអូមុនបានបញ្ជាក់ហើយអំពីបាបធម៌5ហើយនៅក្នុងខ្សែវីដេអូនេះគឺតកតងនឹងអនេសនៈស្អីទៅអនេសនៈមានន័យថាការស្វែងរកដោយមិនសមគួរលៀបដែលភិក្ខុស្វែងរកក្នុងផ្លូវមិនគួរព្រោះអំពើឆ្កាំឆ្គងនាំឲ្យសៅហ្មងការចិញ្ចឹមជីវិតខុសភិក្ខុយកវត្ថុផ្សេងឬអំពើនានាទៅដល់កុហកអំពើដោយឆ្កាំឆ្គងដើម្បីឲ្យគេដឹងនៅឧបការៈហើយគេជ្រះថ្លាអាហ្នឹងឲ្យជ្រះថ្លាចំពោះខ្លួននឹងហៅថាអនេសនៈអនេសនៈនោះគឺមាន21មាន21អញ្ចឹងមាន21នេះខ្ញុំប្រកាសណាខ្ញុំបាទសូមអញ្ញាតរាប់យកតែម្ដងក្នុងនោះមានភាសាបាលីនិងភាសាខ្មែរអញ្ចឹងសូមបញ្ជាក់ភាសាខ្មែរតែម្ដងទី1ការឲ្យឫស្សីទី2ការឲ្យស្លឹកឈើទី3ការឲ្យផ្កាឈើទី4ការឲ្យផ្លែឈើទី6ការឲ្យឈើស្ទុនទី6ការឲ្យទឹកលុបមុខទី7ការឲ្យវត្ថុសម្រាប់កក់ងូតទី8ការឲ្យគ្រឿងសម្អិតសម្អាងមានគ្រឿងលាបទី9ការឲ្យដីស្អិតទី10ការឲ្យការប្រព្រឹត្តបន្ទន់កាយវាចាទី11ការពោលពាក្យពិតខ្លះមិនពិតខ្លះមានន័យថាសម្ដីដូចសម្លសណ្ដែកបាយមានន័យថាមានឆ្អិនខ្លះណាទី12ការផ្គត់ផ្គង់ត្រកូលទី13ការបំរើត្រកូលដោយកម្លាំងស្មងទី9ការធ្វើពេទ្យមើលជំងឺទី10ការធ្វើជាទូតសំទោសទី15ការធ្វើជាទូតទី16ការទទួលបំរើឲ្យត្រកូលគេប្រើមានថាធ្វើខ្លួនឲ្យគេប្រើណាទី17ការឲ្យអាហារបណ្ឌបាតដល់ត្រកូលដែលស្វែងរកនៅលៀបដោយខ្លួនឯងជាខាងក្រោយទី18ការឲ្យទៅវិញទៅមកទី19ការរៀនវិជ្ជាមើលដីជ័យភូមិទី20ការរៀនវិជ្ជាមើលនក្ខត្តរិទ្ធទី21រៀនវិជ្ជាទាយលក្ខណៈខ្លួនប្រាណអញ្ចឹងសម្រាប់ការរៀននៅវិជ្ជាទាំងឡាយនេះសម្រាប់នៅអនេសនៈ21នេះក្នុងនោះយើងអាចសិក្សាបានដល់ខ្លះអញ្ចឹងខ្ញុំបកណាខ្ញុំបាទសូមឲ្យលើកយកមកតកតងនឹងពួកសម្រាប់សហធម្មិកៈដែលយើងត្រូវគួរឲ្យរបស់ខ្លះអាចឲ្យបានរបស់ខ្លះមិនអាចឲ្យបានហើយមានកន្លែងខ្លះភិក្ខុនឹងអាចធ្វើជាពេទ្យឬក៏ជាហត្ថកម្មអីសម្រាប់តកូលនឹងក៏អាចធ្វើបានដែរ
ណាមិនមែនធ្វើអត់បានទាំងអស់ទេអាចធ្វើបានណាអាចធ្វើបានតែអញ្ចឹងសម្រាប់សហធម្មកៈសម្រាប់សហធម្មកៈការឲ្យដល់វិខុផងគ្នានោះដល់សហធម្មកៈហ្នឹងគឺមានមាន5ក្នុងនោះមាន6ថែមទាំងមេដាបិតាអ្នកបម្រើមេដាបិតាទៀតសហធម្មកៈក្នុងនេះមានពួកទី1គឺសហធម្មកៈមានវិខុដីសកមាណាសាមណេរសាមណេរីមេដាបិតាអ្នកបម្រើមេដាបិតាបណ្ឌុបលាស័កហ្នឹងគឺអ្នកត្រៀមនឹងបួសអ្នកគឺអ្នកបំរុងនឹងបួសហើយមួយទៀតអ្នកធ្វើកិច្ចការខ្វល់ខ្វាយបម្រើភិក្ខុក្នុងវត្តគឺវិយាវចៈណាយើងអាចជួយបាននៅក្នុងពួកជន10យ៉ាងនេះគឺមានពួកទី1ភិក្ខុអាចឲ្យថ្នាំឬក៏ធ្វើថ្នាំដោយវិធីសាស្ត្រផ្សេងការយកថ្នាំទៅផ្សំសម្រាប់ព្យាបាលណាអាចទៅបានហើយក្នុងនោះជនដែលមានឧបករណ៍ជាថ្នាំអាចយកថ្នាំនឹងទៅផ្សំឲ្យជននោះព្យាបាលបានអញ្ចឹងយើងអាចឲ្យបានតែអត់មានទោសអត់មានបិទេហើយបើខ្លួនគ្មានជននោះក៏គ្មានត្រូវរកពីអ្នកដតីមកសម្រាប់ព្យាបាលដល់បុគ្គល10ពួកបាញ់មិញហ្នឹងហើយព្យាបាលគឺព្យាបាលដើម្បីអត់មានទោសអត់មានបិនោះទេណាមានទោសអត់មានបិនោះទេហើយមួយទៀតលោកបញ្ជាក់ដល់បើជាញាតិណាអាចជួយបានហើយអាចរកវិធីបែបនេះឬក៏มันមានត្រូវរកដោយវិធីផ្សេងទៀតណាឧទាហរណ៍ដឹងថាញាតិមិត្តហើយទោះជាមិនមែនមានចង់និយាយថាមិនមែនជាញាតិក្តីគេធានាខ្លួនជួយដោយប្រការៈណាមួយឲ្យបានថ្នាំសម្រាប់ព្យាបាលដល់ជនខាងលើទាំង10ហ្នឹងឲ្យជាសះស្បើយនឹងរកវិធីសាស្ត្រណាសម្រាប់ឲ្យដល់បុគ្គលទាំង10រូបហ្នឹងសម្រាប់ធ្វើថ្នាំអញ្ចឹងការធ្វើថ្នាំហ្នឹងវិជ្ជសាស្ត្រអីទាំងអស់ដែលនៅក្នុងអនេសនៈហ្នឹងក្នុងហ្នឹងគឺអាចធ្វើបានដល់ជន10រូបហ្នឹងឯពួកទី2បានដល់សាច់ញាតិណាសាច់ញាតិបងប្អូនរបស់ខ្លួនហ្នឹងបងប្អូនប្រុសបងប្អូនស្រីណាបងប្រុសបងស្រីមីងមានថាម្ដាយមីងទាំងសងខាងទាំងខាងមេដានិងខាងបិតាឪពុកមាឪពុកធំទាំងសងខាងណាឪពុកមានិយាយទៅម្ដាយធំអីទាំងសងខាងហ្នឹងសរុបទាំងអស់ទាំង10ទៀតមាន10ទៀតរាប់មួយតែខ្ញុំរាប់បញ្ជាក់ថាដូចជាមីងអញ្ចឹងមីងទាំងខាងម្ដាយទាំងខាងឪពុកអញ្ចឹងរាប់ទាំងសងខាងទាំងម្ដាយធំឯទាំងអស់ហ្នឹងដែលជាសាច់ញាតិអីហ្នឹងទាំងអស់ហ្នឹងអាហ្នឹងយើងអាចធ្វើថ្នាំបានប៉ុន្តែជនពួកទី2នេះជំពូកនេះគឺអាចផ្សំភិក្ខុអាចផ្សំព្យាបាលណាជំងឺដោយវិធីសាស្ត្រដូចតទៅទី1ត្រូវរកថ្នាំរបស់គេមកផ្សំព្យាបាលរោគឬជំងឺរបស់គេមានន័យថាថ្នាំហ្នឹងគឺផ្សំដោយខ្លួនឯងឬក៏យករបស់គេអាចយកបានបើគេគ្មានត្រូវរកថ្នាំហ្នឹងមករបស់ខ្លួនហ្នឹងទៅផ្សំឬឲ្យគេខ្ចីទៅព្យាបាលតែមិនត្រូវទាមទារសំណងវិញទេមានន័យថាព្យាបាលអត់ទាមទារវិញទេណាបើគេសងវិញក៏ទទួលយកទៅបើមិនសងទេក៏អត់ទៅមិនបាច់ចាំវិភាគទាននេះទេ